នេះគឺជាអាប់ដេតថ្មីរបស់កម្មវិធី CapCut ដែលឥឡូវនេះគេដាក់មកជាមួយនឹងមុខងារថ្មីមួយដែលយើងអាចធ្វើការកាត់វីដេអូតម្រូវទៅលើ platform ដូចជា Facebook Reel Instagram Reel ហើយនិង TikTok អញ្ចឹងដល់ពេលដែលបងប្អូនចូលទៅក្នុងកម្មវិធី CapCut បងប្អូននឹងឃើញកន្លែងប៊ូតុងមួយនេះអញ្ចឹងដល់ពេលដែលយើងចុចទៅគឺយើងអាចធ្វើការ select ទៅលើ platform មួយណាដែលយើងធ្វើការជ្រើសទៅអញ្ចឹងវានឹងប្រាប់តាក់ទងជាមួយនឹងតើ logo profile ឬក៏ reaction ហ្នឹងវាចេញនៅកន្លែងណាអញ្ចឹងដល់ពេលដែលយើងកាត់វីដេអូយើងអាចជៀសវាងទៅលើបញ្ហាដាក់អក្សរជាន់ពីលើកន្លែង logo ឬក៏ caption អីផ្សេងៗហើយសម្រាប់ខ្ញុំផ្ទាល់ខ្ញុំគិតថាការអាប់ដេតមួយនេះគឺវាមានប្រយោជន៍ខ្លាំងមែនទែនសម្រាប់អ្នកដែលគាត់កាត់វីដេអូជាប្រចាំដើម្បីកុំឲ្យមានបញ្ហាអក្សរជាន់ទៅលើ icon ឬក៏ទៅលើ caption អីផ្សេងៗអញ្ចឹងបើសិនជាបងប្អូនអត់ទាន់បានដឹងទេអាចចូលទៅក្នុងកម្មវិធី CapCut ហើយចូលទៅកន្លែងមុខងារមួយហ្នឹងទៅគឺបងប្អូនអាចធ្វើការបើកតាក់ទងជាមួយនឹងការ preview នឹងបានហើយពេលដែលយើង export វីដេអូទៅគឺវាអត់ជាប់ទៅលើហ្នឹងទេយើងគ្រាន់តែធ្វើការ preview យើងកាត់ជិះអំពីកន្លែងហ្នឹងហើយគឺយើងអាចធ្វើការ export វីដេអូបានធម្មតាអញ្ចឹងបើសិនជាគាត់ថាវីដេអូវាប្រយោជន៍កុំភ្លេចចែកម្លែកហើយបើសិនជាមានបងប្អូនដែលគាត់ប្រើ CapCut អត់ដឹងអាច mention គាត់នៅក្នុងប្រអប់ comment បានអូខេអញ្ចឹងវីដេអូយើងគឺមានប៉ុណ្ណឹងអរគុណហើយយើងជួបគ្នានៅវីដេអូក្រោយ